អូខេសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងយើងមកដឹងពីជំនាញទី4ដែលមានតម្រូវការខ្ពស់បំផុតនៅក្នុងឆ្នាំ2025នេះហើយជំនាញនេះគឺតាក់ទងនឹង resilience flexibility ហើយនិង agility អញ្ចឹងអ្វីទៅជា resilience វាគឺជាសមត្ថភាពមួយដែលយើងអាចមានការតស៊ូខ្ពស់មានការក្រាញននាលនៅពេលដែលជួបឧបសគ្គផ្សេងៗមានន័យថាយើងមិនងាយបោះបង់ហើយយើងនៅតែខិតខំព្យាយាមដើម្បីជំនះនៅឧបសគ្គនោះហើយមួយទៀតគឺ flexibility គឺសំដៅទៅលើសមត្ថភាពក្នុងការបត់បែនការស្វែងយល់ពីស្ថានភាពក៏ដូចជាការដែលយើងចេះសម្របខ្លួនទៅនឹងស្ថានភាពនោះដើម្បីយើងអាចបំពេញកិច្ចការងាររបស់យើងប្រកបដោយភាពជោគជ័យហើយចុងក្រោយគេនោះគឺ agility គឺជាសមត្ថភាពនៅក្នុងការឆ្លើយតបឬក៏ការសម្របនឹងការចាប់យកនៅឱកាសថ្មីមានន័យថាជាការសម្លឹងមើលឃើញក៏ដូចជាការធ្វើសកម្មភាពបានទាន់ពេលវេលាចំពោះឱកាសថ្មីៗដើម្បីយើងអាចពង្រីកនៅសក្តានុពលឬក៏យើងអាចបំពេញកិច្ចការរបស់យើងឲ្យកាន់តែល្អប្រសើរថែមទៀតមកដល់ពេលបច្ចុប្បន្ននេះដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលហើយក៏ដូចជាមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីៗអញ្ចឹងហើយពេលនេះគឺយើងលែងនិយាយអំពីចំណេះដឹងឬក៏សមត្ថភាពចំពោះ technical skill ចំពោះការងាររបស់យើងទៀតហើយ employer គឺចាប់ផ្ដើមសម្លឹងរកអ្នកដែលមានសមត្ថភាពលើសពីចំណេះធ្វើមានន័យថាជាសមត្ថភាពពិសេសដែលយើងអាចសម្របទៅនឹងមជ្ឈដ្ឋានថ្មីសម្របទៅនឹងការប្រែប្រួលនៃបរិបទសង្គមនិងសេដ្ឋកិច្ចហើយនោះហើយគឺជាសមត្ថភាពទាំង3នេះដែលយើងបានបង្ហាញនៅក្នុងវីដេអូនេះពីព្រោះថានៅពេលដែលមានការប្រែប្រួលឆាប់រហ័សនៃបច្ចេកវិទ្យាគឺយើងចាំបាច់ត្រូវការសមត្ថភាពឬក៏ជំនាញរបស់មនុស្សកាន់តែច្រើនដោយសារវាគឺជាអ្វីមួយដែលបច្ចេកវិទ្យាមិនអាច copy បានឬក៏មិនអាចជំនួសបានអញ្ចឹងគឺសមត្ថភាពទាំងអស់នេះហើយគឺជាអ្វីដែលយើងអាចគ្រប់គ្រងហើយនឹងអាចប្រើប្រាស់នៅបច្ចេកវិទ្យាដែលថ្មីៗទាំងនោះមកបង្កើនសក្តានុពលរបស់យើងឲ្យបានកាន់តែខ្លាំងនៅក្នុងវិស័យការងារហើយនោះហើយគឺវានឹងធ្វើឲ្យយើងជាបុគ្គលដែលមានសក្តានុពលជារៀងរហូតមិនថានៅក្នុងស្ថានភាពណានៃសេដ្ឋកិច្ចក៏ដោយ